ជំរាបសួរទៅដល់បងប្អូនកសិករទីរាប់អានថ្ងៃនេះធ្វើបទបង្ហាញពាក់ព័ន្ធនឹងការកសាងទ្រុងជ្រូកហើយក៏សូមអរគុណទៅដល់បងប្អូនដែលបានមកជួយសរសើរស្រាំទៅដល់បងប្រុសដែលគាត់បានតឡើងទ្រុងជ្រូកគាត់ចំណាយពេលវេលាតាំងពីពេញសុខចិត្តមកជួយហើយខ្ញុំក៏ចូលរួមដើម្បីមកគុនគូវាស់វែងឲ្យគាត់ធ្វើទៅឲ្យត្រូវក្បួនត្រូវຂະຫນាតក្នុងផ្នែកទ្រុងជ្រូកមេទ្រុងជ្រូកសាច់គឺយើងសិតតែវាស់វែងទុកជាមុនដើម្បីយើងធ្វើទៅឲ្យវាសមស្របយើងភាពងាយស្រួលនឹងការថែសារឬក៏វាមានភាពងាយស្រួលទៅដល់ជ្រូកយើងដាក់ទៅវាមិនមានបញ្ហាអីបៀតបៀនហើយខ្ញុំចែកម្លែកនេះចំណេះដឹងទីទួយនេះទៅដល់បងប្អូននេះគឺមានបទពិសោធន៍វាមានភាពរីកចម្រើនបានខ្ញុំចេះតែធ្វើបទបង្ហាញបើបងប្អូនមានចំណូលច្រើនប្រភពទៅយើងអាចចំណាយពីមុខមិនក៏យើងអាចសល់មួយមុខដែរបាទហើយនៅឱកាសក្រោយៗទៀតខ្ញុំចេះតែធ្វើវីដេអូចែកម្លែកទៅដល់បងប្អូនទៀតបាទក៏សូមអរគុណសូមជម្រាបលា